បាទសួស្តីបងប្អូនបាទសេចក្លាទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទជាបន្តទៀតបាទថ្ងៃនេះគឺត្រូវថ្ងៃទី14ខែធ្នូឆ្នាំ2025ចុងឆ្នាំ2025ថ្ងៃនេះខ្ញុំមកចែករំលែកតាក់ទងទៅនឹងឈុតបាទមេបានៅក្នុងការរៀបចំបង្កាត់ឲ្យមានគុណភាពសម្រាប់បងប្អូនបាក់សីកីឡាដែលគាត់ស្រឡាញ់ប្រភេទបាក់សីកីឡាប្រយុទ្ធបាទអញ្ចឹងគឺជាឈុតមេបាចុងឆ្នាំ2025ដែលយើងត្រៀមនឹងបាទយកសមិទ្ធផលនៅក្នុងឆ្នាំ2026បាទអញ្ចឹងសម្រាប់បាមកគ្រាប់នេះគឺយកពីប្រទេសវៀតណាមមកបាទបានេះគឺយើងកំងពីហ្វាមធំមួយនៅប្រទេសវៀតណាមបាទពីហ្វាមធំមួយនៅប្រទេសវៀតណាមហើយខាងកសិដ្ឋានយកមកក្រោះជាមួយនឹងមេ grade A បាទមេ grade A មេ VIP របស់កសិដ្ឋានផ្ទាល់ហើយខ្ញុំបញ្ជាក់មេចំនួន5នេះគឺអត់មានផ្លាស់ប្ដូរទៅណាទេស្ថិតនៅត្រង់ទី1គឺកាន់ឆ្នាំហ្មងបាទកាន់ឆ្នាំហ្មងហើយតម្លៃអត្រាតាមដានកូនរបស់ពួកវាគឺមានគុណភាពបាទមានគុណភាពច្រើនបាទអញ្ចឹងខែនេះបងប្អូននឹងស្រាប់ហើយខែនេះខែត្រជាក់ធ្លាក់ខ្យល់បាទខែត្រជាក់ធ្លាក់ខ្យល់អញ្ចឹងក៏ជាខែមួយដែលមន់មួយចំនួនចាប់ដើមបំពេញរោមសារជាថ្មីឬក៏ជំរុះរោមសារថ្មីបាទបំពេញរោមសារនេះពេញរោមឡើងវិញគឺមន់ចាប់ដើមបាទឲ្យកូនមានន័យថាចាប់ដើមពងចាប់ដើមឲ្យកូនចាប់ដើមពងហើយយើងអាចនិយាយបានថារដូវបង្កពូជបងប្អូនណារដូវបង្កពូជបាទរដូវបង្កពូជឬក៏រដូវបង្កាត់ពូជអញ្ចឹងឈុតមួយនេះគឺខ្ញុំត្រៀមរៀបចំពិសេសសម្រាប់បងប្អូនដែលស្រឡាញ់បាក់សីកីឡាប្រយុទ្ធបាទហើយបងប្អូនមើល channel របស់ខ្ញុំបាទជួយ subscribe ទាំងអស់គ្នាផងហើយជាពិសេសបើសិនជាបងប្អូនមានព័ត៌មានតាក់ទងទៅនឹងការចិញ្ចឹមបាក់សីកីឡាចង់សួរព័ត៌មានបន្ថែមចែករំលែកនៅចំណេះដឹងផ្សេងខ្ញុំអាចចែករំលែកទៅកាន់បងប្អូនបានបាទខ្ញុំអាចចែករំលែកទៅកាន់បងប្អូនបានបាទអញ្ចឹងនេះគឺជាបាទពិសេសហ្មងបាទវគ្គនេះគឺពិសេសសម្រាប់ឆ្នាំ2026បាទយើងចាប់ផ្ដើមរៀបចំពី2025ទៅបងប្អូន2026សមិទ្ធផលពាក់កណ្ដាលឆ្នាំ2026គឺយើងទទួលបានសមិទ្ធផលហើយបាទជួយ subscribe ទាំងអស់គ្នាបងប្អូនខ្ញុំបាននឹងធ្វើវីដេអូចែករំលែកនៅបាទពូជពិសេសរបស់យើងបន្តទៀតបងប្អូនណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ